ស្ត្រីម្នាក់ដែលបង្ហោះព័ត៌មានคล้ายៗអំពីបញ្ហាព្រំដែនកម្ពុជាថៃត្រូវបានសមត្ថកិច្ចថៃធ្វើការឃាត់ខ្លួនហើយបើតាមការចុះផ្សាយរបស់ថៃ PBS នៅថ្ងៃអង្គារទី10ខែមិថុនាឆ្នាំ2025នេះថាស្ត្រីម្នាក់ដែលបានបង្ហោះ Facebook និយាយព័ត៌មានមិនពិតអំពីបញ្ហាព្រំដែនកម្ពុជាថៃបង្កឲ្យមានការភ័យស្លន់ស្លោនៅក្នុងប្រទេសថៃត្រូវបានប៉ូលីសខេត្តឧបលរាជធានីនៃប្រទេសថៃធ្វើការឃាត់ខ្លួនហើយបើតាមថៃ PBS បាននិយាយថាស្ត្រីរូបនេះមានវ័យ32ឆ្នាំប្រើ Facebook ឈ្មោះ Lucky Farm បានបង្ហោះព័ត៌មានคล้ายៗជាច្រើនដូចជាការផ្ទុះនៅតាមព្រំដែនមានមនុស្សស្លាប់ច្រើននិងបានបញ្ជាចម្លៀសជាដើមធ្វើឲ្យពលរដ្ឋមានការស្លន់ស្លោក្រុមអ្នកស៊ើបអង្កេតមកពីនាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យាបានតាមដាននាងដល់ផ្ទះមួយនៅឃុំខុតឡាត់នៃស្រុកមឿងខេត្តឧបលរាជធានីហើយក្នុងអំឡុងពេលសាកសួរនាងបានសារភាពថាខ្លួនពិតជាបានបង្ហោះខ្លឹមសារបំភាន់ដោយចេតនាទាក់ទិនទៅនឹងបញ្ហាព្រំដែនដោយគ្មានមូលដ្ឋានច្បាស់លាស់មែនប៉ុន្តែបានបដិសេធថានាងគ្មានទទួលបានកម្រៃអ្វីទេពីការបង្ហោះនោះនាងត្រូវបានតុលាការចេញដីកាចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទចែកចាយព័ត៌មានមិនពិតតាមប្រព័ន្ធកុំព្យូទ័រធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិនិងសុវត្ថិភាពសាធារណៈគូបញ្ជាក់ថាបទចោទនេះត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់5ឆ្នាំឬពិន័យជាប្រាក់រហូតដល់ 10,000 បាតទៀតផង